ប្រធានាលោកអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក J.D. Vance បាននិយាយថាការប្រយុទ្ធគ្នារវាងឥណ្ឌានិងប៉ាគីស្ថានមិនមែនជារឿងរបស់សហរដ្ឋអាមេរិកទេលោក J.D. Vance បានថ្លែងថាការកើនឡើងនៅហិង្សារវាងឥណ្ឌានិងប៉ាគីស្ថានគឺមិនមែនជារឿងរបស់សហរដ្ឋអាមេរិកទេហើយក្នុងខណៈពេលដែលទាំងភាគីឥណ្ឌាទាំងភាគីប៉ាគីស្ថានកំពុងតែស្ដីបន្ទោសគ្នាទៅវិញទៅមកហើយបានវាយប្រហារគ្នាទៅវិញទៅមកនៅពេលព្រឹកព្រលឹមថ្ងៃពហុហើយនៅថ្ងៃល្ងាចថ្ងៃសុក្រនេះក៏មានការវាយប្រហារគ្នាដោយប្រើប្រាស់ drone ហើយនឹងគ្រាប់ផ្លោងគ្នាទៅវិញទៅមកសួរប្រិមិត្តនៅពេលនេះម៉ោង8:00នាទីម៉ោងនៅរដ្ឋធានី Washington ទៅជាថ្ងៃសុក្រទី9 ខែឧសភា ឆ្នាំ2025ហើយនៅប្រទេសកម្ពុជាគឺទៅជាថ្ងៃសៅរ៍ទី10 ខែឧសភាទៅហើយនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកនេះខ្ញុំសូមនាំយកនៅព័ត៌មានសំខាន់ដែលជាការវិវត្តនៅក្នុងសហរដ្ឋអាមេរិកនេះគឺមានច្រើនរឿងក៏ប៉ុន្តែមាន4រឿងដែលខ្ញុំចាប់អារម្មណ៍ហើយខ្ញុំចង់ចែករំលែកទៅដល់ប្រិយមិត្តទាំងអស់គ្នាគឺទី1ប៉ូលីសអន្តោប្រវេសន៍ ICE ចាប់ខ្លួនចៅហ្វាយក្រុង Newark នៅរដ្ឋ New Jersey ហើយនៅទី2សហជីពប្តឹងឲ្យរដ្ឋបាលលោក Donald Trump បញ្ឈប់ការកាត់បុគ្គលិករដ្ឋាភិបាលទី3លោក Donald Trump ចង់បញ្ចុះពន្ធគយលើទំនិញចិនមកនៅត្រឹម 80% និងចុងក្រោយអនុប្រធានាធិបតីអាមេរិកថាចំនួនឥណ្ឌានិងប៉ាគីស្ថានមិនមែនជារឿងអាមេរិកទេនៅក្នុងព័ត៌មានទី1នេះគឺមន្ត្រីប៉ូលីសអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកដែលនៅទីនេះគេស្គាល់ថា ICE បានចាប់ខ្លួនលោកចៅហ្វាយក្រុង Newark នៅរសៀលថ្ងៃសុក្រនេះគឺបានន័យថាចាប់មុននេះប្រហែលម៉ោងនៅក្នុងការដែលព្យាយាមចាប់ដោយប្រើអំពើហិង្សាបន្ទុះសារាយបតាយបន្ទាប់គ្នានៅខាងក្រៅរបងនៃមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍មួយដែលដំណើរការដោយក្រុមហ៊ុនឯកជនហើយជាកន្លែងឃុំឃាំងមួយដែលលោកចៅហ្វាយក្រុងលោកប្រឆាំងពីព្រោះអីរៀបចំនៅក្នុងក្រុងរបស់លោកហើយលោកមិនចង់ឲ្យមានរៀបចំមន្ទីរឃុំឃាំងរបស់ជនអន្តោប្រវេសន៍មន្ទីរឃុំឃាំងជនអន្តោប្រវេសន៍នៅក្នុងក្រុងរបស់លោកទេហើយលោកហើយនឹងជាមួយនឹងសមាជិកសភាផ្សេងទៀតណាដែលប្រចាំរដ្ឋនោះបានទៅមើលកន្លែងនោះពេលនោះឯងគឺក៏បានទទួលការព្រមានឲ្យលោកចាក់ចេញហើយប៉ុន្តែមានការបន្ទុះសារាយគ្នាទៅក៏បានចាប់ខ្លួនបាននៅក្នុងសារព័ត៌មាននេះបានដឹងថាលោកចៅហ្វាយក្រុងនេះឈ្មោះថា Ras Baraka គឺលោកទៅបានចាប់ខ្លួននៅខាងក្រៅមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍ដែលឈ្មោះថា Delaney Hall ហើយពេលនោះគឺមានក្រុមអ្នកដែលតស៊ូមតិការពារជនអន្តោប្រវេសន៍ហ្នឹងក៏ព្យាយាមជួយរារាំងការពារលោកផងដែរហើយពួកខាងប៉ូលីសអន្តោប្រវេសន៍ហ្នឹងបានអូសទាញលោកហ្នឹងឆ្លងកាត់ទ្វារហ្នឹងហើយបានវាយខ្នោះលោកទៀតមុននឹងនាំលោកចូលទៅក្នុងអគារដែលកន្លែងឃុំឃាំងជនអន្តោប្រវេសន៍ទាំងនោះហើយលោកអភិបាលរដ្ឋ New Jersey បានទាមទារឲ្យដោះលែងលោកវិញក៏ប៉ុន្តែលោកខាងមេធាវីរបស់រដ្ឋាភិបាលបានឆ្លើយតាមបណ្ដាញ X ថាគឺលោកចៅហ្វាយក្រុងគឺគាត់មានចេតនាក្នុងការមិនគោរពច្បាប់ដែលគេបានហាមមិនឲ្យទៅទីនោះហើយដូច្នេះលោកជាអ្នកដែលនាំខ្លួនឯងលោកនឹងឲ្យជាប់ពន្ធនាគារហើយខាងមន្ត្រីខាងក្រសួងយុទ្ធភ័ពរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថាគ្មាននរណាម្នាក់នៅលើច្បាប់នោះឡើយអញ្ចឹងគឺគេមិនទាន់ដឹងថាតើនឹងមានការដោះលែងលោកចៅហ្វាយក្រុងយ៉ាងម៉េចទៅវិញទេក៏ប៉ុន្តែនៅមានការអំពាវនាវពីលោកអភិបាលរដ្ឋគឺលោក Chris Murphy ឲ្យដោះលែងលោកចៅហ្វាយក្រុងជាបន្ទាន់នេះព័ត៌មានទី1ព័ត៌មានទី2គឺនៅថ្ងៃសុក្រនេះមានសវនាការមួយនៅទីក្រុង San Francisco ក្នុងរដ្ឋ California
ដែលជាបណ្ដឹងដាក់បណ្ដឹងដោយខាងតំណាងសហជីពនិងអង្គការមិនមែនរដ្ឋាភិបាលហើយនិងអង្គការនៅក្នុងមូលដ្ឋានជាច្រើនដើម្បីទាមទារឲ្យរារាំងជាបណ្ដោះអាសន្ននៅការខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅក្នុងការកាត់បន្ថយបុគ្គលិករដ្ឋការរបស់សហរដ្ឋអាមេរិកហើយបើតាមសេចក្តីរាយការណ៍នេះគឺបានឲ្យដឹងថាអ្នកស្រីចៅក្រមដែលកំពុងតែកាត់ក្តីរឿងនេះហាក់មានទំនោរក្នុងការដែលអាចនឹងចេញដីកាបញ្ជាបណ្ដោះអាសន្នឲ្យផ្អាកសិនគឺអ្នកស្រីចៅក្រមតុលាការសហព័ន្ធប្រចាំនៅទីក្រុង San Francisco អ្នកស្រី Susan Ilston អ្នកស្រីត្រូវបានតែងតាំងដោយក្នុងរដ្ឋបាលលោកប្រធានាធិបតី Clinton ឯណោះចឹងបានន័យថាវ័យគាត់ក៏មិនជាក្មេងប្រហែលដែរហើយអ្នកស្រីបានកាន់ក្តីរឿងនេះតាមការប្តឹងរបស់សហជីពដែលសហជីពបានចាត់ទុកថាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅក្នុងការកាត់បន្ថយបុគ្គលិករដ្ឋាភិបាលយ៉ាងតក់ក្រហល់យ៉ាងខ្លាំងក្លានេះគឺជាការមួយដែលរំលោភនឹងរដ្ឋធម្មនុញ្ញហើយពីព្រោះគ្មានការអនុញ្ញាតពីសភារបស់សហរដ្ឋអាមេរិកទេហើយអ្នកស្រី Elston ទំនងជាយល់ស្របជាមួយនឹងដើមមិនដឹងដោយអ្នកស្រីអះអាងថារឿងដំណើររឿងក្នុងការកាត់បន្ថយខាងរដ្ឋការនេះគឺធ្លាប់មានតុលាការកំពូលធ្លាប់បានសម្រេចពីមុនម្ដងហើយថាលោកប្រធានាធិបតីលោកពិតជាមានអំណាចមែនក៏ប៉ុន្តែក៏លោកត្រូវតែធ្វើអ្វីមួយឲ្យស្របតាមច្បាប់ផងដែរហើយអ្នកស្រីបានបញ្ជាក់បន្ថែមថាគឺដាច់ខាតរដ្ឋបាលលោកប្រធានាធិបតី Donald Trump ត្រូវតែមានកិច្ចសហការពីសភារបស់សហរដ្ឋអាមេរិកមិនអាចធ្វើដោយឯងមិនមានការយល់ព្រមពីសភាបាននោះទេពីព្រោះនៅពេលបច្ចុប្បន្ននេះតាំងពីដំណើរការតាំងពីខែ2មកគឺអ្វីទាំងអស់គឺលោកប្រធានាធិបតី Donald Trump លោកធ្វើតែតាមរយៈបទបញ្ជាប្រធានាធិបតីតែប៉ុណ្ណោះគឺมันមានជាច្បាប់ជាការអនុញ្ញាតពីសភារបស់សហរដ្ឋអាមេរិកនោះទេហើយដូច្នេះជនដើមមិនដឹងបានស្នើឲ្យចេញដីកាផ្អាកបណ្ដោះអាសន្នកុំឲ្យមានការកាត់បន្ថយបុគ្គលិកបន្ថែមទៀតអញ្ចឹងបានន័យថាវាបណ្ដឹងនេះគឺទូទាំងរដ្ឋាភិបាលសហព័ន្ធតែម្ដងគឺអត់មានឲ្យកាត់បន្តទៀតទេអញ្ចឹងណាបាទហើយអ្នកស្រីElston អ្នកស្រីចៅក្រមបានបញ្ជាក់ថាការដែលអាចចេញបញ្ជាបាននេះគឺជារឿងមួយមានន័យថាជាការការពារអំណាចនៃស្ថាប័នតុលាការផងដែរថាគឺមានកិច្ចការដែលត្រូវធ្វើពីព្រោះអ្នកស្រីបានបញ្ជាក់ថាកាលពីនៅអាណត្តិទី1លោកប្រធានាធិបតី Donald Trump លោកក៏មានការកាត់បន្ថយបុគ្គលិកឬក៏រៀបចំហេដ្ឋារៀបចំគណៈរដ្ឋមន្ត្រីឡើងវិញក្នុងជួររដ្ឋាភិបាលមានខាងទីភ្នាក់ងារមួយចំនួនដែរក៏ប៉ុន្តែលោកក៏បានពេលនោះក៏បានសុំការអនុញ្ញាតពីសភារបស់សហរដ្ឋអាមេរិកដែរតែលើកនេះអត់មានអញ្ចឹងនៅក្នុងចម្លើយឆ្លើយតបពីខាងភាគីរបស់រដ្ឋាភិបាលវិញមេធាវីរបស់រដ្ឋាភិបាលវិញបានអះអាងថាផ្ដល់អំណាចថាលោកប្រធានាធិបតីគឺមានអំណាចទៅតាមរដ្ឋធម្មនុញ្ញក្នុងការអនុវត្តការងាររបស់លោកតាក់ទងជាមួយនឹងស្ថាប័ននីតិប្រតិបត្តិហើយនៅក្នុងពេលដែលធ្វើសវនកម្មនៅថ្ងៃនេះថ្ងៃសុក្រនេះគឺខាងមេធាវីរបស់រដ្ឋាភិបាលបាននិយាយថាគួរតែកុំមានចេញនៅបទបញ្ជាហាមឃាត់បណ្ដោះអាសន្នអីពីព្រោះអីដំណើររឿងនេះគឺចាប់ផ្ដើមតាំងពីខែ2មកម្លេះឥឡូវខែ5ទៅហើយទើបតែមកសុំឲ្យមានបញ្ឈប់សកម្មភាពហ្នឹងវាដូចជាយឺតពេលដែលខាងមេធាវីរបស់រដ្ឋាភិបាលថាគួរតែប្តឹងភ្លាមឥឡូវមិនក៏ទុកដល់យូរម្លេះបាទហើយខាងមេធាវីរបស់រដ្ឋាភិបាលក៏អះអាងផ្ដល់អំណាចទៀតថាការកាត់ហ្នឹងគឺជាកាត់មន្ត្រីរដ្ឋការរបស់សហរដ្ឋអាមេរិកដែលគួរតែអនុវត្ត
ឬក៏កាត់ក្តីគ្នាសម្រាប់នៅក្នុងស្ថាប័នមួយផ្សេងទៀតរបស់រដ្ឋាភិបាលដែលសភាជាអ្នកបង្កើតឡើងដូច្នេះបានន័យថាតុលាការដែលយើងកំពុងតែធ្វើសវនកម្មនេះមិនមានយុត្តិធម៌ឬក៏មានអំណាចទៅលើសំណុំរឿងនៃបុគ្គលិករដ្ឋាភិបាលនោះទេក៏ប៉ុន្តែបើតាមសេចក្តីរាយការណ៍គឺអ្នកស្រីចៅក្រមគាត់ហាក់ដូចជាមិនយល់ស្របនឹងការបកស្រាយរបស់ខាងភាគីរដ្ឋាភិបាលនេះទេដោយអ្នកស្រីចាត់ទុកថាតើអ្វីដែលធ្វើពេលសប្តាហ៍នេះមានការយល់ព្រមពីសភាទេចុះគាត់សួរប្រច្រាស់ទៅវិញអញ្ចឹងដូច្នេះនេះគឺជារឿងមួយដែលកំពុងតែដំណើរការហើយតាមទំនងមើលទៅប្រហែលជាអាចនឹងមានការចេញបញ្ជានៅថ្ងៃនេះឬក៏ថ្ងៃសៅរ៍យើងនឹងរងចាំមើលដំណើររឿងនោះទៀតប៉ុន្តែរឿងនេះគឺសម្រាប់បុគ្គលិករដ្ឋាភិបាលទាំងអស់មិនមែនតែក្រសួងណាមួយទេដំណើររឿងទី3គឺតកតងជាមួយនឹងការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនដែលគ្រោងនឹងធ្វើនៅទីក្រុងហ្សឺណែវប្រទេសស្វីសនៅថ្ងៃសៅរ៍នេះក៏ប៉ុន្តែលោកប្រធានាធិបតី Donald Trump លោកបានសរសេរនៅក្នុងសារតាម Tweet តាមបណ្ដាញ Truth Social របស់លោកមុននេះបន្តិចលោកបានបង្ហើបឲ្យដឹងថាពន្ធគយដែលយកទៅលើប្រទេសចិនហ្នឹងអាចប្រហែលជាអាចបញ្ចុះមកត្រឹម 80% វិញក៏ប៉ុន្តែលោកថាអ្វីគឺទុកឲ្យលោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Scott Bessent ជាអ្នកសម្រេចទៅដូច្នេះនេះគឺជាការមួយផ្ដល់សញ្ញាថាលោកប្រធានាធិបតី Donald Trump លោកចង់បន្ធូរបន្ថយភាពតានតឹងហើយទម្លាក់អត្រាពន្ធគយនឹងពីបច្ចុប្បន្នដែលលោក Donald Trump យករហូតដល់ 145% ចុះមកត្រឹម 80% វិញបានន័យថាឲ្យសញ្ញាមួយក៏ប៉ុន្តែអ្នកដែលធ្វើអាជីវករមួយចំនួនគាត់ថា 80% ហ្នឹងក៏វានៅតែខ្ពស់ដែរសម្រាប់ក្រុមហ៊ុនភាគច្រើននៅក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏ប៉ុន្តែវាក៏ជាសញ្ញាមួយដែលបង្ហាញថាវាអាចនឹងបន្ធូរបន្ថយនៅការព្រួយបារម្ភនៅក្នុងចំណោមអ្នកប្រើប្រាស់ទំនិញសហគមន៍ពាណិជ្ជករនិងទីផ្សារផងដែរអញ្ចឹងគឺជារឿងមួយដែលដកថយបន្តិចបន្ធូរបន្ថយបន្តិចមុនពេលចរចាដូច្នេះពេលចរចាលទ្ធផលយ៉ាងណាសូមតាមដាននៅថ្ងៃសៅរ៍នេះគឺនឹងជួបចរចាស្អែកនេះហើយចាខ្ញុំនឹងបន្តរាយការណ៍ជូនប្រិយមិត្តព័ត៌មានទី4ដែលបញ្ចប់នេះគឺលោកអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក J.D. Vance បាននិយាយថាការប្រយុទ្ធគ្នារវាងឥណ្ឌានិងប៉ាគីស្ថានមិនមែនជារឿងរបស់សហរដ្ឋអាមេរិកទេលោក J.D. Vance បានថ្លែងថាការកើនឡើងនៅហិង្សារវាងឥណ្ឌានិងប៉ាគីស្ថានគឺមិនមែនជារឿងរបស់សហរដ្ឋអាមេរិកទេហើយក្នុងខណៈពេលដែលទាំងភាគីឥណ្ឌាទាំងភាគីប៉ាគីស្ថានកំពុងតែស្ដីបន្ទោសគ្នាទៅវិញទៅមកហើយបានវាយប្រហារគ្នាទៅវិញទៅមកនៅពេលព្រឹកព្រលឹមថ្ងៃពហុហើយនៅថ្ងៃល្ងាចថ្ងៃសុក្រនេះក៏មានការវាយប្រហារគ្នាដោយប្រើប្រាស់ drone ហើយនឹងគ្រាប់ផ្លោងគ្នាទៅវិញទៅមករហូតទៅដល់តំបន់ដែលមិនធ្លាប់ផ្លោងដាក់ដល់ពីមុនមកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយអញ្ចឹងមានន័យថាការផ្លោងដាក់គ្នាការវាយប្រហារហ្នឹងរីកទៅតំបន់ផ្សេងទៀតលោក Van បាននិយាយតាមទូរទស្សន៍ Fox News កាលពីយប់ថ្ងៃប្រហ័សនៅម៉ោងនៅសហរដ្ឋអាមេរិកនេះថារដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump គឺមិនព្រួយបារម្ភអំពីបញ្ហាថាវានឹងឈានរហូតដល់ការប្រើនុយក្លេអ៊ែរទេពីព្រោះប្រទេសទាំងពីរមាននុយក្លេអ៊ែរនោះហើយប៉ុន្តែគឺសហរដ្ឋអាមេរិកចង់ឲ្យមានការបន្ធូរបន្ថយភាពតានតឹងរវាងគ្នានឹងគ្នាឲ្យបានឆាប់កាន់តែអាចធ្វើទៅបានហើយក៏ប៉ុន្តែគឺសហរដ្ឋអាមេរិកមិនអាចគ្រប់គ្រងស្ថានភាពនេះបានទេពីព្រោះវាមិនមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកនោះឡើយបាទនេះគឺជាការលើកឡើងហើយចុងក្រោយនេះគឺលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកគឺលោក Marco Rubio ក៏បានបញ្ជាក់ដែរថាលោកក៏បានសន្ទនាគ្នាតាមទូរស័ព្ទជាមួយនឹង
រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ឥណ្ឌាហើយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគីស្ថានដែរអំពីបញ្ហាហ្នឹងអញ្ចឹងហើយបានជាលោក JD Vance លោកបានបញ្ជាក់ថាសហរដ្ឋអាមេរិកចង់ប្រើប្រាស់បណ្ដាញការទូតដើម្បីបញ្ចប់បញ្ហានេះកុំឲ្យវារីករាលដាលកាន់តែខ្លាំងនេះគឺជាអ្វីដែលបានកើតមានឡើងនៅពេលបច្ចុប្បន្ននេះដូច្នេះបើសិនជាមានអ្វីថ្មីទៀតគឺខ្ញុំនឹងរីកាជូនជាពិសេសការជួបចរចាគ្នាទៅលើពុនគយដែលនឹងជួបគ្នានៅក្នុងរយៈពេលប្រហែលម៉ោងទៀតនេះនៅប្រទេសស្វីសទីក្រុងហ្សឺណែវហើយបើសិនជាមានព័ត៌មានថ្មីអាចបន្ធូរបន្ថយការព្រួយបារម្ភគឺជារឿងល្អសម្រាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរសូមអរគុណសូមជម្រាបលា